ចាសួស្តីអ្នកទាំងអស់គ្នាសម្រាប់អ្នកទាំងអស់គ្នាដែលចង់រៀនកាត់ជាក្រាញ់ហើយអត់ចេះកាត់ខ្លាចឈឺខ្លាចហើមបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបានការកាត់បោកនាងខ្ញុំមិនហើមមិនឈឺចាគ្រាន់តែយកកត្រៃឆាប់ចុងមុខកន្លែងគល់កញ្ចក់ជើងយើងទៅហើយឆ្កឹះថ្នមឆៃឆ្កឹះសាច់ដែលកប់នៅគៀនជើងយើងសងខាងទៅគឺការស្រាច់ចឹងបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះបានការកាត់បោកនាងខ្ញុំសម្អាតកញ្ចក់ជើងជុំវិញហើយយកសាច់ទៅជីក្រាញ់ដែលនៅជុំវិញនឹងហើយធ្វើឲ្យជើងយើងទលាយចាហើយកញ្ចក់ដែលស្អុយពីមុនមកក៏ដោះមកវិញស្អាតមកវិញដែរចាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលវីដេអូរបស់នេះខ្ញុំបានអរគុណច្រើន